Hello បងប្អូនជាការស្គាល់មើលទេសភាពស្រស់ស្រាយថ្ងៃនេះទៅនឹងថ្ងៃនេះគឺថ្ងៃសៅរ៍ហើយតនេពីការងារទៅមកធ្វើការដាក់ជីម្ទេសក្រូចជ័យអីហ្នឹងបាទក្រូចបងប្អូនបាទឥឡូវទៅនឹងជារះស្មៅហើយស្មៅច្រើនមែនទែនបាទហើយបងប្អូននៅចាំហ្នឹងនេះអានេះដាំក្នុងខែ10យើងហ្នឹងឥឡូវបានទេស្នាប់គឺល្អទាត់បានខ្យល់មកវគ្គមុនប៊ីដួលហើយនេះក្រូចខ្លុងឃើញថានេះស្មើមនុស្សហើយដាំអង្កាលនេះដែរទេហើយចន្លោះនេះក៏ដាំម្ទេសអីហ្នឹងតែម្ទេសមើលបងប្អូនឃើញបាទឃើញថាផ្លែមកអេមដែរហ្នឹងបាទហើយថ្ងៃនេះមកដាក់ជីវាណាយើងធ្វើការដាក់ជីទៅតែនេះវាទឹកទេតាំងពីភ្លៀងមកក៏ឲ្យបានដាក់អានេះក្រូចដាំបានតែខ្ទង់ 3-4 ខែទេក្រូចអានេះវាចេកដែរបាទចេកនេះគឺចេញផ្លែគ្រប់អស់ប៉ុន្តែចេកនេះកាលមុនដាំថាចេកលាក់ទៅពេលចុងក្រោយមិនដឹងទៅចេកស្អីទេទៅចេកស្អីណាហើយចេកម្រាមដៃអីទៀតនេះមកស្ទងទៀតស្ទងទៀតនេះនឹងទល់រួចហើយការខ្យល់ធំប៊ីសនឹងដួលដែរបងប្អូននេះមកស្ទងទៀតបាទនេះយើងដាំចន្លោះទៅទុកស្ទងទៀតហ្នឹងញ៉ាំមកតនេះជាលាក់ហើយខាងនោះនេះមកស្ទងទៀតទឹកចេញអូខេមើលដងយើងឥឡូវមើលនឹងសោះទឹកបងប្អូនអើយបាទតែថ្ងៃនេះនឹងធ្វើការដាក់ជីហើយទឹកបាទមកគ្រាប់នេះគឺមកស្ទងនេះជាទឹកនឹងតនកាច់ផ្លែទេលើបានណាគឺសមដែរណានៅស្រុកគេកាច់អានឹងចោលនឹងគេកាច់ធ្វើអីបើយើងដាំតាមធម្មជាតិជឿបាទហើយនៅកណ្ដោះក៏ច្រើនដែរនឹងចេញមួយស្ទងពីរស្ទងទៀតហើយសត្វប្រជែកហើយនេះដូងបងប្អូនដាំទៅប្រហែលនេះតែដូងនេះធំល្អតែឥឡូវកំពុងតែរៀបចំដាក់ទឹកវិញហើយព្រោះយើងសារប្រព័ន្ធហើយយើងជ្រះស្មៅអូខេមើលជ្រះស្មៅពីមុនមានម៉ាស៊ីនឥឡូវម៉ាស៊ីនលក់ឲ្យគេអស់ទៅក៏លេងឥឡូវដូងនេះបងប្អូនមើលទេនេះបាទគឺស្មៅក្បាលខ្ញុំហ្នឹងកាលពីដាំខ្ទូចញក់ដងទឿបងប្អូនអេមហ្មងឲ្យតែយើងចេះស្រឡាញ់ការដាំគឺគាត់จะបានហូបហើយម្ទេសនឹងបេះឡើងចូល5ខែហើយឥឡូវលក់បដាអញ្ចឹងទៅ1គីឡូ 4-5,000 ឥឡូវសប្តាហ៍សល់ 6,000 បើបេះទៀតទេឥឡូវយើងដាក់ជីបន្ថែមឲ្យវាខៀវស្ងាត់ឡើងវិញដើម្បីបានផ្លែផ្កាបន្តទៀតអូខេចាំតើមើលពីការរៀបចំដល់គ្នាបាទអញ្ចឹងការដាក់ជីនឹងបងប្អូនដាក់ជីកប៉ុកឬជីលម្អគោលម្អមន់មកទាអីចឹងទៅណាបាទដើម្បីយើងដាក់តាមគល់បរិយាវាឲ្យបានធំពីព្រោះខ្ញុំដាក់ទៅហ្នឹងវាពីរ3ដងហើយទឹកជីហ្នឹងអញ្ចឹងក៏វាល្អផ្លែវាហ្នឹងក៏ច្រើនបែបការដាំសម្រាប់ជាគេហៅថាគាត់គង់អាហារក្នុងគ្រួសារយើងអាចបេះវាទៅយើងទិញអញ្ចឹងមួយថ្ងៃពីរថ្ងៃបាន 10000 20000 30000អញ្ចឹងបងប្អូនអញ្ចឹងនេះខ្ញុំដាក់កបោទី1គឺមានជីលម្អគោទី2មានកបោហើយនឹងអាចដាក់ជីគីមីខ្លះទៅជី NPK យកពពួកជីផ្លាដែលមានកម្រិតការច្រើនណាបងប្អូនបាទអញ្ចឹងទៅដើម្បីឲ្យម្ទេសយើងរួចលាស់ហើយនឹងមានផ្លែច្រើនដូចធម្មតាកុំឃើញដើមក្រហមអញ្ចឹងបងប្អូនទុកចោលឬក៏ឈប់ថែវាឬក៏កាប់ដើមចោលតែពិតវាម្ទេសគឺការលូតលាស់របស់វាគឺឲ្យតែដាក់ជីគឺវាកើតបើសិនជាឈប់ដាក់ខ្វះជីគឺវាក្រហមហើយខ្វះទឹកអីតែខ្ញុំគឺខានថែយូរគួរសមដែរតែជាទូទៅគឺខ្ញុំដាក់ទឹកដំណក់អញ្ចឹងទៅមើលទៅឃើញអត់សូវជោគជាប់ទេប៉ុន្តែគល់របស់វាគឺមានទឹកអញ្ចឹងទៅផ្លែរបស់វាគឺច្រើនដែរបងប្អូន
ចឹងឃើញដើមនេះគឺខ្ញុំដាំលក្ខណៈចោលដែរព្រោះកូនច្រើនឥឡូវយើងស្បាសកបោđóបងប្អូនបន្ទាប់ពីស្បាសជីកប៉ុសឬក៏ជីលាមកគោរួចហើយយើងស្បាសកបោបាទកបោហ្នឹងគឺជួយដល់ដំណាំនឹងល្អខ្លាំងមែនទែនមានន័យថាពេលដែលយើងស្បាសកបោវាជួយទៅដល់ក្រូចដំណាំធំរបស់យើងហើយនឹងម្ទេសបាទវាជួយទៅបំលែងវាជួយទៅកម្ចាត់បាក់តេរីអាក្រក់ដែលវានៅក្នុងដីហ្នឹងបាទអញ្ចឹងកបោនោះជួយច្រើនហើយខ្ញុំមើលឃើញថាគុណភាពនេះវាកាន់តែល្អដែរវាមានសារជាតិជីដែរកបោសម័យបច្ចុប្បន្នគឺគេបញ្ចូលហើយសារជាតិផ្សេងៗដើម្បីឲ្យដំណាំរបស់យើងល្អហើយអញ្ចឹងទៅគឺគូបងប្អូនគួរតែជ្រើសរើសការប្រើប្រាស់កបោនឹងជារឿយៗនៅក្នុងការដាំដំណាំផ្សេងៗជាពិសេសគឺម្ទេសនៅតែម្ដងពីព្រោះម្ទេសយើងដឹងហើយថាវារងការរំខានច្រើនពីផ្សិតហើយនិងបាក់តេរីដូច្នេះជាដើម្បីការពារហើយនឹងជាពិសេសគឺពពួកស៊ីរឹកស៊ីគល់ហើយច្រើនណាបងប្អូនបាទយើងអាចជួយបានមួយផ្នែកធំដែរចាំមកខ្ញុំធ្វើហើយបន្តមកគឺបងប្អូនធ្វើការពូនគល់បន្ថែមតិចៗចឹងទៅការដាំគឺអត់បានពូនទេប៉ុន្តែយើងច្រំដាក់ជីនៅក្នុងនេះហើយអញ្ចឹងវាកើតល្អបេះបាន3 4 5 ដងចឹងទៅយើងដាក់បន្ថែមជីតាមរយៈការដាក់ដូចឆ្នោះហើយនឹងពូនគល់យកបានអរគុណបងប្អូន